គ្រួសារដែលត្រូវបណ្ដាសានេះត្រូវបានគេចោទប្រកាន់ចំពោះការបាត់ខ្លួនរបស់មនុស្សជាង1,000អ្នកនេះជារឿងពិតនៅពីក្រោយរឿង Wrong Turn នៅក្នុងទសវត្សរ៍ឆ្នាំ1960នៅជិតទីក្រុងតូច Black Ridge រដ្ឋ West Virginia មានគ្រួសារមួយរស់នៅដែលគេស្គាល់ថាជាគ្រួសារ Hollow ពួកគេរស់នៅក្នុងខ្ទមចាស់មួយនៅជីព្រៃស្រស់ខ្មៅអ្នកក្រុងស្អប់ពួកគេដោយអះអាងថាពួកគេមើលទៅចម្លែកហើយមិនមែនជារបស់ពួកគេនៅយប់មួយហ្វូងមនុស្សបានដុតផ្ទះរបស់ពួកគេដោយជឿថាពួកគេកំពុងបញ្ចប់បណ្ដាសាប៉ុន្តែគ្រួសារ Hollow បានរួចជីវិតពួកគេបានបាត់ខ្លួនចូលទៅក្នុងព្រៃដោយស្បោះសង្សឹកជាច្រើនឆ្នាំក្រោយមកមនុស្សបានចាប់ផ្ដើមបាត់ខ្លួននៅជុំវិញព្រៃស្រស់ខ្មៅអ្នកដើរលេងអ្នកប្រមាញ់និងសូម្បីតែអ្នកស្រុកក៏បាត់ខ្លួនដែរអ្នករស់រានមានជីវិតមួយចំនួនបានអះអាងថាគ្រួសារ Hollow បានបរបាញ់អ្នកណាដែលចូលទៅក្នុងព្រៃដោយប្រើរណ្ដៅលាក់កំបាំងអន្ទាក់ខ្លាឃ្មុំដែកអន្ទាក់បន្លានិងអន្ទាក់លូសពួកគេបានសាយពេលកំពុងដេញតាមជនរងគ្រោះបន្ទាប់មកអូសពួកគេចូលទៅក្នុងព្រៃជ្រៅរបស់តែមួយគត់ដែលពួកគេបន្សល់ទុកគឺរោមសត្វក្អែកដែលប្រឡាក់ដោយឈាមនៅសតវត្សឆ្នាំ1990ក្មេងស្រីម្នាក់ឈ្មោះ Sarah Collins បានរត់គេចខ្លួនបន្ទាប់ពីមិត្តភ័ក្តិរបស់នាងបានបាត់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរបោះជំរំនាងនិយាយថាក្រុមគ្រួសារបានខ្សឹបប្រាប់ថាអ្នកបានព្យាយាមលុបយើងចោលឥឡូវនេះយើងនឹងលុបអ្នកចោលសប្តាហ៍ថ្ងៃនេះមានមនុស្សតិចណាស់ដែលទៅជិតព្រៃស្រកខ្មៅអ្នកស្រុកនិយាយថាពួកគេនៅតែសំណើចនិងសំឡេងបាក់មែកឈើបន្ទាប់ពីងឹតប្រសិនបើអ្នកធ្លាប់រកឃើញរោមសត្វក្អែកនៅជីព្រៃកុំទៅណាឆ្ងាយជាងនេះទៀតក្រុមគ្រួសារ Hollow នៅតែរងចាំ